ចាំហុយទៅលោកទៀតនេះចាជាចាក់ដៃណាអូឡើងជាផ្លេតចាដៅឡើងបងហើយដៅណាស់អូចងទៅស៊ូមកតង់ទៀតដល់នេះអូនេះដូចឆេះចង់ឆេះមែនណាដៅមកតង់ហើយក៏ដាក់ទឹកពីលើទៀតឯនោះដល់ទៀតចាពីលើជាផ្លេតចឹងទៅក៏ដៅទៀតបាទខ្ញុំសុំដើរមើលទីណាណាអរគុណអូបាទនេះនៅខាងចុងកាល់នៅ100គ្រួសារជាងទៀតបាទនេះនៅខាងបងប្អូនមកនៅខាងចុងកាល់ហើយពួកគាត់គឺនៅក្បែរតំបន់ក្តៅតែហ្មងចង់និយាយថាតំបន់ដែលបាញ់គ្នាខ្លាំងហើយគាត់អត់ទាន់ទៅស្រុកវិញបានទេអត់ទាន់ទៅផ្ទះវិញបានទេនៅ100ជាងគ្រួសារទៀតបាទអូខេខ្ញុំមកម្ដងទៀតមកឆាប់បងបាទហ្នឹងហើយបាទយល់បាទដូចប្រូអូហើយបងប្អូនហើយអត់នៅធំនេះនិយាយទៅ100គ្រួសារជាងបាទមានជំរាបសួរបាទចាបាទខ្ញុំឃើញទូរស័ព្ទឃើញអ្នកក្នុងទូរស័ព្ទណាអូយហើយនេះមើលឡើងឃើញមកជាហ៊ានខ្លួនបាទយល់បាទមកជាហ៊ានខ្លួនបាទហើយសំខាន់នៅខាងក្នុងក្តៅក្តៅក៏យើងធ្វើមិនចង់ធ្វើមិនមើលក្នុងទូរស័ព្ទបបព្រឹកបាទមីងវាបានជួយក្មេងនោះកូនច្រើនណាស់ខ្ញុំឡើយខ្ញុំឃើញរូបពុតហើយហើយក្តៅខ្លាំងណាស់ពួកគាត់ក្តៅខ្លាំងណាស់នៅក្នុងនេះមកគ្រួមកតង់នៅ4គ្រួសារនោះបងដល់ហើយទៅរៀនជំនាញបាទចាដល់ពេលឥឡូវគេរៀនចាញ់ទៅខ្លះនៅសល់មកតង់ប្រហែលជា2 3គ្រួសារដល់បានអមបានក្រឹកមួយថ្ងៃបានរងដឹងនឹងតាច់បានហើយនឹកផ្ទះមីងនៅផ្ទះតិចអស់ហើយមានផ្ទះទេបងចុះបើខ្ញុំនៅចាប់ព្រំដែរបងមកពីខាងផ្ទះយើងមកដូនបងមកដូនតាកបីតាមន់នៅខាងយើងមកដូននៅកដាលបងអញ្ចឹងចាបើចង់វាសរុបយកថ្មដូននេះនៅថ្មដូនផ្ទះឆេះអស់ហើយបងដល់យើងមានតែគេឲ្យទៅនៅខាងអតោបងពួកខ្ញុំនឹងគេជំនះទៅអតោទៀតគេឲ្យចូលពុំវិញទេពួករសាររបស់បងខ្ញុំអាចឡើងបានមួយហើយចាចាំគេនេះថាមានលឺផ្ទះមើលទៅសិតតែនៅម្ដុំនេះក៏សិតតែប្រពន្ធប្តីជួមុខទាំងអស់កងទាត់ទាំងអស់ហ្នឹងហើយនិយាយខ្ញុំអាចដឹងបាននិយាយទៅអ្នកដែលនៅចុងក្រោយនេះសិតតែគ្រួសារកងទ័ពហើយនេះប្តីកងទ័ពជួមុខខ្ញុំអីហ្នឹងប្តីបាទព្រំដែននៅជួមុខជាប់គ្នាទាំងអស់បាទហ្នឹងហើយផ្ទះអីប្រហែលជា20-30ម៉ែត្រពីព្រំដែនថៃពីព្រំដែនបាទខ្ញុំផ្ទះវាវាយ